ពុកលាម៉ែលាចំការស្រែមកនៅភ្នំពេញក្នុងចិត្តតម្នេញខំមាត់តុនទិញឈ្មោះជាកម្មករធ្វើការរាល់ថ្ងៃមិនដែលផិតភ័យនឹងព្យុះភ្លៀងផ្គរនេះហើយជីវិតកម្មកររួតទាំងត្រដោដើម្បីគ្រួសារមកដល់ដីក្រុងក្នុងចិត្តជាប់ផុងនឹងស្រស់ចរណៃជានិស្សិតស្រីក្នុងមហាវិទ្យាល័យកម្រិតបរិញ្ញាបានត្រឹមកេងគិតកងថ្ងាសរលឹកនឹកដល់ជីវា